ស់ចូលចិត្តប្រើវ៉ែនតាពិសេសដើម្បីមើលសន្លឹកបៀចំណែកខ្ញុំមិនបាច់ទេគឺពឹងទៅលើភ្នែករបស់ខ្ញុំព្រោះខ្ញុំមានវិជ្ជាពិសេសរបស់ខ្ញុំនេះគឺជាសន្លឹកអាត់បៀកាលណាមកដល់ដៃរបស់ខ្ញុំវានឹងคล้ายទៅជាសន្លឹកអាត់ភ្លាមអស់លោកអ្នកប្រហែលជាមិនជឿទេគាត់ជួនដៃរបស់ខ្ញុំនេះអាចធ្វើសន្លឹកបៀឲ្យคล้ายទៅជាវត្ថុផ្សេងៗក៏បានដែរប៉ុន្តែពេលនេះខ្ញុំគ្រាន់តែបង្ហាញជូនឲ្យលោកអ្នកមើលបន្តិចបន្តួចតែប៉ុណ្ណោះបើមិនជឿខ្ញុំទេហើយចង់លេងសាកជាមួយខ្ញុំសូមទូរស័ព្ទទៅហុងកុងខ្ញុំនឹងមកលេងជាមួយអស់លោកអ្នកភ្លាមទូរស័ព្ទរបស់ខ្ញុំលេខ33456778កុំភ្លេចអីសោះលោកដេញថ្លៃចុះយើងនៅសល់20លានចំណែកលោកក៏ប្រហែលជាសល់ប៉ុណ្ណឹងដែរបើអញ្ចឹងយើងបន្ថែមការភ្នាល់ប៉ុណ្ណឹងទៅល្អអញ្ចឹងយើងថែម20លានបើកបៀឯងភ្លាម8សន្លឹកធ្វើមិនឈ្នះយើងទោះបីលោកតាមស្រឡាញ់ខ្ញុំក៏មិនចាំបាច់ឲ្យអ្នកទាំងអស់គ្នាដឹងដែរហើយចោះបៀនេះយើងទូទាត់គ្នាយ៉ាងម៉េចទៅអាចចង្រៃអុកល្អចាំមើលឯងឈ្នះយើងដោយវិធីណាថងហ្វាសុនអាចឈ្នះហ្វូលូទេថងហ្វាសុនវាឈ្នះហ្វូលូហើយតែយើងមិនជឿថាឯងបានថងហ្វាសុនទេបើខ្ញុំមិនបានថងហ្វាសុនក៏ខ្ញុំមិនខ្ចីលេងបៀតទៅទៀតណាថងហ្វាសុននេះដោយសារលោកប៉ារបស់យើងមានមហិទ្ធិឫទ្ធិលោកប៉ារបស់យើងបានរៀបការជាមួយម្ដាយឯងក៏បានកូនមួយមានលក្ខណៈដូចឯងអញ្ចឹងមិនមែនទេយើងបានយកស្លឹកបៀឯងចេញទេតែស្ងៀមយើងដឹងថាឯងប្រុងដូរស្លឹកបៀយើងហើយបានជាយើងយកស្លឹកបៀរបស់យើងបដូរជាមួយអាសឹងរួចជាស្រេចទីបំផុតគឺឯងបានលួចមែនលួចចំស្លឹកបៀរបស់អាសឹងអាយ៉អាចង្រៃយកអាចោលមកទៀតលេងចាញ់គេឲ្យជេរគេទៀតមិនដឹងតែការជេរនេះវានាំឲ្យសាបគ្រូនេះអីគេចាញ់យើងហើយតែសិងឯទៅណាបើអស់វិជាចម្លើយនៅបានប្រយោជន៍អីទៅចាំមក
ធំត្រឡប់មកវិញហើយមិនក៏ពួកឯងទាំងអស់គ្នាមិនហាត់វិជាគុណពី3ថ្ងៃមុននៅកន្លែងរបស់យើងមានហេតុកើតឡើងទើបបានមិនហ៊ានហាត់តទៅទៀតសិស្សច្បងហេតុអីទៅណែស្គៀមកម្រិតណែស្គៀមចាប់វិញចាប់ពួកអាចចង្រៃតើពួកឯងជាណាបានជាហ៊ាននាំយើងមកទីកន្លែងនេះឆាប់ប្រាប់ភ្លាមហើយគេថាគេនឹងជាមហាសេនាចំនួនស្ដេចមីងព្រះអង្គម្ចាស់បើដឹងថាអញព្រះអង្គម្ចាស់ហើយមិនក៏មិនឆាប់លុតជង្គង់ចុះភ្លាមទៅទូលមកគុំសំតែស្លាប់ឆាប់ចាប់វាបានហើយគេពិតជាមហាសេនាមែនលបងលើគេថាលបងឯងចាញ់កំពូលអ្នកល្បែងនៅហុងកុងមែនទេលបងព្រោះតែហេតុនេះហើយបានជាបងមករកបងអូនទាំងអស់គ្នាហ្នឹងអញ្ចឹងវានឹងពិតជាប្រកែមែនដោយហេតុនេះហើយទើបបានបងមកសុំឲ្យបងអូនឯងទាំងអស់គ្នារួមដៃជាមួយបងដើម្បីសងសឹកតែអាកំពូលល្បែងនេះក៏វាមានគ្នាច្រើនដែរទោះបីវាមានគ្នាច្រើនយ៉ាងណាក៏ដោយចុះយើងទាំងអស់មាន5នាក់ដែរយើងមានលទ្ធភាពគ្រប់គ្រាន់ដើម្បីកម្ចាត់វាចោលឲ្យទាល់តែបានដាច់ខាតយើងរួមដៃគ្នាកំទេចអាអ្នកកំពូលល្បែងឲ្យទាល់តែបានដាច់ខាតលោកពូចំរអីគេកំពុងតែរងចាំឯនៅខាងក្រៅនោះឲ្យលឿនឡើងឆាប់បិទទ្វារវិញទៅបិទទ្វារធ្វើអីអូយអីរួចហើយលោកពូរួចហើយកុំគិតទៅពីរឿងស៊ីពេកឥឡូវនេះឯងមានឋានៈជាកំពូលអ្នកល្បែងហើយគេកំពុងតែរងចាំឯនៅខាងក្រៅអូយចុះខ្ញុំលាក់ខ្លួនកន្លែងនេះមិនបានកុំគិតពីរឿងលាក់ខ្លួនណាជក់ស៊ីកានេះទៅឲ្យវាសមជាកំពូលអ្នកល្បែងហើយចេញទៅក្រៅភ្លាមមកទៅប្រៃនេះនាងបានពីណាមកចាប់ប៉ាខ្ញុំឲ្យសួស្ដីអ្នកកាសែតនិងបងប្អូនជិតខាងជាទីគោរពឥឡូវនេះខ្ញុំសូមណែនាំឲ្យស្គាល់ម្នាក់នេះគឺជាដៃគូរបស់ខ្ញុំលេងល្បែងមិនដែលចាញ់នរណាម្ដងឡើយគេជាកូនសិស្សរបស់កំពូលអ្នកល្បែងដែលមានឈ្មោះស៊ីងអចារ្យមែនកាលដែលខ្ញុំនៅជាមួយលោកគ្រូបាននិយាយប្រាប់ថាបើនិយាយជាមួយគេឯងត្រូវចេះគួរសមផងអ្នកទាំងអស់គ្នាខ្ញុំទូថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់ដែលបានជួបនឹងបងប្អូនទាំងអស់គ្នាអរគុណជារៀងរាល់ព្រឹកក្រោយពេលខ្ញុំស្រស់ស្រូបអាហារជាមួយលោកគ្រូនឹងរៀនវិជ្ជាលេងល្បែងមិនចេះចាញ់គេរួចហើយខ្ញុំបានរៀនវិជ្ជាពិសេសមួយទៀតគឺជាវិជ្ជាអស្ចារ្យមួយគឺជាវិជ្ជាមួយដែលមិនអាចចាញ់គេសូម្បីតែមច្ចុរាជមករារាំងក៏មិនអាចចាញ់គេបានដែរសូម្បីរយមរារាំងក៏នៅតែឈ្នះគេរហូតណែសើឲ្យបងប្អូនយើងមើលភ្លាមតែខ្ញុំរើសដៃគូមិនទាន់បានខ្ញុំនឹងតម្រង់ទៅដៃគូអញ្ចឹងក៏បានដែរគុយហើយណែសាប់បៀបងប្អូនមើលភ្លាមដែរបាទយ៉ាងម៉េចកាពះលពូឯងមិនស្រួលកាពះខ្ញុំមិនស្រួលមែនបើចឹងនៅតែណាហើយយ៉ាងម៉េចទៅប្រដាប់វាមិនស្រួលប្រដាប់អីទៅគឺបំពង់ខ្យល់នៅកន្លែងណានៅកន្លែងនេះប្រមាត់ក៏ដូចជាមិនសូវស្រួលត្រូវរៀបចំធ្វើអីក្រែងចង់រៀនវិជ្ជាគុណមានរៀនវិជ្ជាគុណណាក្រែងថារៀនវិជ្ជាលេងល្បែងមិនចេះចាញ់គេអុយមិនគេធ្វើអញ្ចឹងទៅវិញក្រៅពីវិជ្ជាហ្នឹងគេត្រូវចេះវិជ្ជាអីផ្សេងគ្រប់មុខទៀតទៅបានអ្នកទាំងអស់គ្នាឃើញស្រាប់ហើយកំពូលអ្នកល្បែងគេមិនចូលចិត្តលេងអ្វីផ្ដេសផ្ដាស់គេមិនចូលចិត្តចង់ស្រីពេលគេអង្គុយគេចូលចិត្តតែស្ទាបបាតជើងលេងសូមអ្នកទាំងអស់គ្នាអញ្ជើញថតទុកជាអនុស្សាវរីយ៍ចាស់ព្រោះថារូបនេះកម្រនឹងរកបានណាជប់សិនក្រែងឯងថាទៅរៀនអស់6ខែរៀនវិជ្ជាលេងល្បែងមិនចេះចាញ់គេអូយនិយាយពីរឿងអេសបាតជើងឯណាទៅវិញវិជ្ជាហ្នឹងចាំស្ដាប់អញ្ចឹងជារៀងរាល់យប់នៅវេលាម៉ោង8ខ្ញុំតែងដើរនៅពីក្រោយសួនច្បាររបស់កំពូលអ្នកល្បែងបាទអាយ៉ាលពូយ៉ាម៉េចខ្ញុំឃ្លានបាយតែទៅស៊ីបាច់លពូមន់ចំហុយខ្ញុំនៅណាលពូមន់ចំហុយអីមិនក៏ឯងមកសៀបបាតជើងឲ្យចេញមន់ចំហុយទៅបានធ្វើមីស៊ីគ្រាន់បើហើយមីចំហុយក៏បានដែរតែសុំថែមសាច់លពូថ្ងៃនេះថ្ងៃបុណ្យកំណើតខ្ញុំមែនទេបើមិនមែនមិនក៏ដាក់សាច់ជ្រូកឲ្យខ្ញុំច្រើនម៉េចយើងបែកគ្នាយូរហើយដាក់អាវុធធំឲ្យឯងតិចទៅចុះយ៉ាងម៉េចសាច់ជ្រូកនេះខ្ញុំស៊ី5ពេលក៏មិនអស់ផងលពូវាច្រើនពេកអីអត់ទេល្មម
mồm xì đó ngày nay dương miền kết tỷ vô nâng chơi ao lục nè chụp nâng lục từng tam để dắt tu rồi tu đôi taตัวนี้គេនិយាយអំពីភាពយន្តសៀងហៃមានឆ្នេរខ្សាច់ច្រើនណាណោះពិតមែនហើយខ្ញុំដូចជាចូលចិត្តមនុស្សឈ្មោះតឹងនឹងដល់ហើយឈ្មោះតឹងនឹងជាណាដែរទៅឯនេះចំជាមិនដឹងអីមែនកាលពីមុននៅសៀងហៃមានមនុស្សម្នាក់ឈ្មោះតឹងហើយគឺរាប់អានប៉ាឯងណាធ្លាប់ទាំងធ្វើចំនួនជាមួយគ្នាទៀតផងពិតមែនណាពិតមែនអញ្ចឹងប៉ាខ្ញុំឈ្មោះអីទៅឈ្មោះចៅតាហ្វូឈ្មោះចៅតាហ្វូមិនក៏លពូមប្រាប់ខ្ញុំពីមុនមកអញ្ចឹងហាងមាសចៅតាហ្វូជារបស់ប៉ាខ្ញុំឯនេះមិនមែនទេប៉ារបស់ឯងនៅសៀងហៃរកស៊ីលក់នំប៉ាវតាមានហាងមាសឯណាចំជាភ្លើមែនមកអញ្ចឹងមិនក៏ហាងមាសនោះគេដាក់ឈ្មោះថាចៅតាហ្វូដែរចុះអញដឹងឯងអូយចុះរូបរាងរបស់ប៉ាខ្ញុំរូបរាងរបស់ប៉ាឯងកាលពីក្មេងសង្ហាអស់ចានណាពិតមែនណាពិតមែនទេបើឯងមិនជឿមើលរូបថតនេះទៅនេះហើយចៅតាហ្វូហើយនេះគឺជាប្រពន្ធរបស់គាត់មិនសង្ហាទេនឹងរូបគាត់មែនណាខ្ញុំដូចមិនជឿថ្ងៃក្រោយទៅឯងដូចរូបនឹងអញ្ចឹងខ្ញុំមិនជឿទេអញក៏មិនជឿដែរតែឥឡូវអញជឿឯងមើលសភៅអាភិបផងមិនមែនទេអញ្ចឹងជាសភៅអីទៅរូបម្នាក់នេះគឺជាកំពូលអ្នកល្បែងនៅប្រទេសបារាំងហើយគេធ្លាប់មកសៀងហៃនេះម្ដងដែរណាឯងនិយាយមែនណាខ្ញុំនិយាយមែនតាហើយក្រៅពីវិជាល្បែងក៏ចេះវិជាចម្លែកទៀតគាត់ដែលចាញ់គេទេអត់ដែលចាញ់សោះណាក្នុងសភៅនេះនិយាយបញ្ជាក់ថាក្នុងមួយជីវិតគាត់នេះលេងល្បែងមិនចេះចាញ់ទេតែគាត់ចាញ់មនុស្សម្នាក់ឈ្មោះវូសាអ៊ូជាណាចេះដូចមិនដែលឮណោះអាឡូបងទី5ថាម៉េចលោកគ្រូមានផ្ញើអីវ៉ាន់មកឲ្យខ្ញុំបានចាំខ្ញុំទៅទទួលបងភាសាបាយអ្វីដែលលោកតាទុកសម្រាប់យើងនឹងផ្ដល់ឲ្យឯងទាំងអស់ការតស៊ូទាំងប្រមាណជាគំរូល្អដល់ឯងឯងត្រូវតែធ្វើតាមយើងទៅវាបានល្អហើយណាលពូមិនបាញ់និយាយអួតច្រើនពេកទេប្រទេសផ្ដាស់មែនលោកពូខ្ញុំដូចជាមានអារម្មណ៍ថានៅពេលបន្តិចទៀតនេះយើងនឹងជួបប្រទេសរបស់អ្វីមួយដែលយើងមិនធ្លាប់ជួបប្រទេសពីដើមមកណាលោកពូរបស់ស្អីខ្ញុំមិនដឹងដែរលោកពូចូលរួមនេះស្អែកតែឯងតាបើលោកពូចូលធ្វើម៉េចខ្ញុំហ៊ានបដិសេធឯគ្រាន់បើមែនវ៉ៃមនុស្សយើងមានរឿងច្រើនគួរឲ្យឆ្ងល់មែនរឿងអីលោកតាជាមនុស្សអៀនខ្មាស់ណាស់មែនទេហូចលោកពូឯងមិនក៏មិនចេះអៀនខ្មាស់សោះយ៉ាងព្រោះយ៉ាងម៉េចអញអៀនខ្មាស់ជារឿងរបស់អញទៅឯងឆ្ងល់រួយខ្ញុំឆ្ងល់ថាលោកតាគាត់ជាមនុស្សអៀនខ្មាស់ខ្លាចស្រីណាហេតុអីបានជាគាត់ចង់លោកយាយមកធ្វើជាប្រពន្ធបានរឿងហ្នឹងមកពីមានមនុស្សចង្រៃម្នាក់ចេះតែនាំគាត់មនុស្សចង្រៃណែឯងមានមើលឃើញអីខ្ញុំមើលអត់ឃើញអីទេហើយលោកពូឯងមើលឃើញអីហើយលោកពូអត់ឃើញអីដែរលោកពូឯងចូលលយោណាធ្វើអញ្ចឹងមិនកើតស្រីដល់តែ5នាក់ប្រើម្នាក់ឯងវាមិនអស់ទេខ្ញុំបាននិយាយរួចហើយថាច្បាស់ជាមានរឿងដែលមិនធ្លាប់មានកើតឡើងជាមិនខានទេលោកពូឯងធ្វើរបៀបនេះច្បាស់ជាស្រីអានឹងរត់អស់ជាមិនខានទេលោកពូវីវ៉អីនេះជាភាពស្មើសម័យទេលោកពូរត់គិតយ៉ាងម៉េចមិនក៏លោកពូឲ្យធ្វើអញ្ចឹងអ្នកមោទសៈវិជ្ជាអាវុធសម្ងាត់ពិតជាអស្ចារ្យមែនចាត់ការហេតុអីបានជាបង្ខំខ្ញុំហេតុអីទៅ
ចាប់ចោលបានចាប់វារួចអើយក្បាច់ទេវតាល្បែងលពូអត់អីទេហើយឯងមិនក៏បែកពពុះមាត់ញ៉ាខ្ញុំមានពពុះមាត់ណាទឹកមាត់អញស្មានណាឯងបែកពពុះមាត់គ្រាន់តែថក់ខ្សែភ្លើងមកនឹងបែកពពុះមាត់ហើយអញចំណាស់នេះឲ្យត្រូវតែម្ដាយអញមិនអីផងមិនក៏ឯងទៅយ៉ាងចឹងចុះកាលពីមុននោះកាលពីមុនវាផ្សេងឥឡូវវាផ្សេងចង់បដូរគ្នាយ៉ាងមិនកើតហើយលពូឯងដេកភ្លាមអូចង់មើលអញដេកផងដេកក៏ដេកចឹងធំខ្លាំងដូចឆេះអីឆេះអោខ្ញុំមិនថាព្រះរាជាអូយចុះម្នាក់នេះមិនក៏មិនទាន់ដោះពុកមាត់អញ្ចឹងបានសក្តីតែមិនទាន់គ្រាវទៀតហ្នឹងហ៎ទេហ៊ានប្រកាន់ថ្លៃសេះយកម្នាក់នេះទៅគ្រាវភ្លាមអាយប្រងកុំទេកុំគ្រាវខ្ញុំ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 អត់ខ្ញុំទៅលពូបងទី5អាសឹងនៅណាអាសឹងអំបញ្ញមិញនៅជាមួយខ្ញុំដល់ពេលប្រយុទ្ធខ្ញុំសន្លប់ហើយស្រាប់តែបាត់វាតែមកទៅរយមានកាយកំពូលអ្នកលបែងគេឲ្យទូរស័ព្ទមកវា2-3ថ្ងៃទៀតគេសុំតាក់ទងនឹងវាអញ្ចឹងយើងគិតធ្វើយ៉ាងម៉េចតាមរកវាភ្លាមទៅបាទជើសិងឈូគឺយើងហ្នឹងហើយឯងមានកាយថ្ងៃមុនឯងធ្វើឲ្យយើងខ្មាស់គេបន្តិចទេថ្ងៃនេះយើងមកសងសឹកហើយគុំនុំគុំគួនតើពេលណាទៅបញ្ចប់ទៅតែបើសិនជាឯងសង្ឃឹមតែសងសឹកបាននោះយើងក៏មិនហ៊ានខត់ឯងដែរបើសិនជាឯងមានសិលពូកែមិនដល់យើងទេការសងសឹកនេះគឺយើងទេជាអ្នកធ្វើចំពោះឯងវិញថ្ងៃនេះយើងចាត់ការធម្មពលទាំង5ជាមួយនឹងឯងតើឯងទប់ទល់យ៉ាងម៉េចបានឯងចាំមើលអាសេងឆាប់ថយទៅវិញភ្លាមទៅលោកពូលោកគ្រូរបស់ឯងឲ្យទូរស័ព្ទមកឯងឲ្យយកទៅវិញទៅអាសេងបើអញ្ចឹងយើងយកឲ្យគាត់វិញហើយថាឯងគ្មានពេលទេ
ศัพท์របស់លោកពូអាឡូអំបញ្ញមិញមានហេតុអីកើតឡើងអូវែងឆ្ងាយណាស់ហើយលបងនៅណាយើងកំពុងនៅប៉ុស្តិ៍ប៉ូលីសលោកវ៉ាងហៅយើងចូលប្រជុំណាព្រោះបន្តិចទៀតនេះមានសកម្មភាពចោលប្លន់នឹងចាប់ផ្ដើមហើយឯងកំពុងនៅណាខ្ញុំមិនដឹងនៅណាទេប្រហែលជាតំបន់ជាលអាឡូណាហ្នឹងលបងទី5មិនមែនទេគឺឯងជាណាអូខ្ញុំគឺទូសឹងហើយលោកមានកាយយើងមានរហស្សនាមជើងកន្ត្រៃផ្ដាច់ជីវិតមិនទៅជើងយើងទាំងពីរនេះអាចផ្ដាច់ជីវិតមនុស្សបានឯងដឹងទេឲ្យមកខ្ញុំប្រាប់គេទៅប្រយ័ត្នយើងផ្ដាច់ជីវិតណាពួកម៉ាក់លបងឯងមិនក៏កាចម្ល៉េះឥឡូវឯងនៅទីណាហ្នឹងហើយឯងមានកើតអីទេអត់មានកើតអីទេលបងឯងពិតជានៅក្នុងប៉ុស្តិ៍ប៉ូលីសមែនណាចាំបន្តិចណាចាំខ្ញុំរកឡានតាក់ស៊ីយើងសម្រេចអញ្ចឹងទៅចុះណាប្រាប់គេទៅថាយើងច្បាស់ជាកំតិចក្បាលគេណាចូលសំតើលោកនាយអំបញ្ញមិញលោកនាយមានប្រើទូរស័ព្ទទេយ៉ាងម៉េចអញប្រើទូរស័ព្ទបានមិនមែនបានទេតែទូរស័ព្ទខូចអស់រលីងឆាប់ហៅក្រុមហ៊ុនទូរស័ព្ទមកជួសជុលភ្លាមចង្រៃវាយកនាងសំតោខ្ញុំគ្មានបំណងអាក្រក់ទេនាងខ្ញុំសុំសួរបន្តិចហើយធ្វើម៉េចអាចចេញទៅថ្នល់ជាតិដើម្បីជិះឡានតាក់ស៊ីបាននាងអាយ៉ាអូយលោកពូហើយមិនក៏អញ្ចឹងលោកពូរឿងហេតុអីបានជាលោកពូឯងចងកខ្លួនឯងយ៉ាងអញ្ចឹងតើមានរឿងហេតុអីលោកពូមិនក៏លោកពូមិនឆាប់ចុះក្រោមទៅលោកពូចង់សម្លាប់ខ្លួនរួចអីថាម៉េចលោកពូឆាប់ចុះក្រោមណាលោកពូរឿងហេតុអីចាំចុះក្រោមសិនចាំនិយាយគ្នាចុះក្រោមលោកពូយោយហេតុអីបានជាឯងស្កត់លើយ៉ាងអញ្ចឹងលោកពូមិនក៏លោកពូឯងខ្លាយទៅជាខ្ទើយអញ្ចឹងមិនក៏ស្លៀកពេលអញ្ចឹងអញដូចជាមិនយល់ដែរពេលដែលអញចង់ស្លាប់មិនក៏ឯងខត់អញអញ្ចឹងហេតុអីបានជាលោកពូឯងចង់ស្លាប់អញ្ចឹងអញបាត់បង់ស្នេហាលើកទី37បាត់បង់ស្នេហាលើកទី37មានអីគួរអស្ចារ្យទៅលោកពូក្នុងមួយអាទិត្យបាត់ស្នេហា37ហើយនៅរស់ធ្វើអីទៀតណាបើអញ្ចឹងមានងាប់ទៅហើយមកនេះងាប់ហេតុអីបានចង់ឲ្យអញងាប់ហួចចង់ងាប់អីក៏ចង់រស់ឥឡូវឆាប់ប្រាប់ភ្លាមតើទីកន្លែងនេះគឺកន្លែងណាប្រាប់ភ្លាមមកលោកពូហេតុអីក៏ហៅយើងថាលោកពូយើងនៅក្មេងណាយើងឈ្មោះចៅតាហ្វូអត់ស្អីលក់នំប៉ាវនៅសៀងហៃហើយផ្លាកនេះគេដាក់ថាម៉េចផ្លាកនេះគេដាក់ហាមស្លោះទឹកមាត់ហើយចុះសាលាសៀងហៃថាម៉េចគឺទីក្រុងសៀងហៃកន្លែងនឹងក្រុងសៀងហៃត្រូវហើយអញ្ចឹងជាទីក្រុងរបស់វិនឈៀងហើយនៅលោកទិញមែនទេពិតមែនហើយក៏ប៉ុន្តែវិនឈៀងត្រូវគេសម្លាប់យប់មិញទៅហើយមើលតាមទូរទស្សន៍ឲ្យចេះថាមិនមែនទូរទស្សន៍ទេគឺកាសែតគេចុះផ្សាយហ្មងមើលសេដ្ឋីវិនឈៀងត្រូវស្លាប់ដោយគេបាញ់ចំនួន46គ្រាប់នៅថ្ងៃទី7ឆ្នាំ37ឆ្នាំនោះ37ឆ្នាំគោណាហៅណាមិនក៏អត់ញាក់បន្តិចចឹងរឿងអីយើងត្រូវញាក់អញ្ចឹងមិនមែនពូខ្ញុំទេគឺពិតជាលោកតាឯងចង់ធ្វើជាចៅយើងហីហើយឯងឈ្មោះអីដែរចង្រៃវាយោឯងឈ្មោះចង្រៃយោវីបយយ៉ាងម៉េចហ្នឹងប្រហែលជាធម្មពលវាឡើងដល់កម្រិតហើយយ៉ាងម៉េចទៅមនុស្សទាំងឡាយត្រូវតែវិលត្រឡប់ទៅកាន់បុព្វកាលគឺឆ្លងកាត់អ្វីដែលហៅថាអតីតកាលម្នាក់ត្រូវវិលត្រឡប់ថយក្រោយវិញទាំងអស់ហើយវីបធំហើយណែហើយឯងចង់និយាយពីស្អីហ្នឹងទូរស័ព្ទទូរស័ព្ទចម្លែកមែនហើយឯងធ្វើអីហ្នឹងណែសួរថាឯងធ្វើអីមិនបានទេមិនកើតទេឆាប់រកអ្នកការពារណែចៅប្រុសឯងយ៉ាងម៉េចហ្នឹងចៅប្រុសឯងយ៉ាងម៉េចឯងគិតធ្វើអីហ្នឹងឯងគិតធ្វើអី
ខ្ញុំមិនដឹងគេធ្វើយ៉ាងម៉េចទេធ្វើយ៉ាងម៉េចទៅបានគេជឿទៅរឿងនេះគឺជារឿងពិតខ្ញុំមិនយល់ទេណាណាមិនជឿខ្ញុំជឿហើយគ្រាន់តែប្រាប់ខ្ញុំនឹងនៅកំឡោះក្មេងតែបើឯងចង់ធ្វើជាចៅខ្ញុំក៏ខ្ញុំទទួលដែរយ៉ាងម៉េចនឹងរឿងអីអញអត់ដឹងទេអត់ដឹងអូប៉ូលីសមកហើយណោះឆាប់រត់លឿនអត់ទៅណាលោកអើយគ្មានតែតោះអីជាមួយខ្ញុំទេអត់មានរឿងអីទេអើយងាប់ខ្ញុំហើយមនុស្សអាវក្រហមលោកដេញវាយតែមនុស្សអាវក្រហមទេអីត្រូវហើយយើងសងសឹកឲ្យលបងឈាំងទៅជប់សិនគេដេញវាយតែមនុស្សអាវក្រហមទេយើងមានស្លៀកពាក់ក្រហមណាយើងមិនបាច់រត់ទេខ្ញុំក៏មិនរត់ដែរហេតុអីព្រោះខ្ញុំបកកែវាយពិតមែនណាអស់ចាមែនអស់ចាចៅរបស់តាបកកែខាងគុណនិយមណាបកកែមែនណាពិតមែនណាខ្ញុំអាចវាយឈ្នះមនុស្សដល់ទៅ9នាក់ឯណោះអូអស់ចាលោកតាទៅខាងនោះទៅយកកៅអីមួយអង្គុយហើយយកអំពើមកកង់ពិសាចាំមើលធ្វើដៃចៅតាអូខេស្អីអូខេអូខេគឺអស់ចានឹងហ្មងអស់ចាអូខេអស់ចាអូខេអស់ចាលឿនតាមលឿនអូចុះឯងចង់សម្លាប់អញឆាប់ដេកចុះភ្លាមដែរអីយ៉ាបើមិនចឹងវាយថែមទៀតឥឡូវហ្នឹងហើយយ៉ាអីឆាប់ទៅពេទ្យទៅបើមិនចឹងងាប់ឥឡូវហើយអីចាយ៉ាលោកតាអាចៅសម្ដែងចប់ហើយនៅទេពួកអាវខ្មៅមកច្រើនណាស់ឆាប់ទៅចាត់ការភ្លាមទៅលឿនឡើងលោកតាយ៉ាងម៉េចបានខ្ញុំវាយគេមិនព្រមឈឺសោះអញ្ចឹងឲ្យគិតមិនទៅអញ្ចឹងលោកតាទៅចាត់ការម្ដងទៅអញ្ចឹងហ៎អីយឈប់អាមួយទុកឲ្យខ្ញុំពួកឯងទៅតាមមនុស្សភ្លាមទៅបាទណែឯងជាណាមិនអញមិនដែលស្គាល់ឯងសោះអញ្ចឹងព្រោះអញធំជាងឯងមរកតជាស្អីអញមិនដឹងព្រះច័ន្ទនៅលើក្រែដេកលើក្រែអើតមើលព្រះច័ន្ទប្រែថាយ៉ាងម៉េចឆ្លើយភ្លាមមកអាហ្នឹងគឺងូតទឹកនឹកស្រុកកំណៅហើយអាហ្នឹងគឺកតិនស្រាអត់ស្រាតាអាហ្នឹងស្វែកទៅថាអាណាថាមិនក៏ចេះត្រូវដែរឲ្យតែយើងដូរខោអាវហើយវាអស់រឿងហើយសំណាងដែរដែលតារត់បានលឿនក្រាន់បើមែនហើយអីយ៉ាម្ដងនេះបែបពួកខោអាវក្រហមខ្លាំងម្ដងហើយពិតមែនហើយឥឡូវយើងគិតចេះចុះគិតមិនដើរធ្វើមិនដឹងខ្លួនណាប្រហែលជាវាមិនធ្វើអីយើងទេតែយើងស្លៀកពាក់ខ្មៅណាឃើញទេខ្មៅក៏ដោយអីក៏ដោយកុំទៅខ្វល់ច្រើនតាមសម្រាប់វាភ្លាមមិនឯងឈឺទេថៃក៏មិនឈឺមិនក៏ចម្លែកមែនក្បាច់វាយកូនតាតាមពិតទ្របកាន់តែរឹងវាយកាន់តែខ្លាំងតាក្បាច់វាយកូននេះក្នុងពិភពកុនគេខ្លាចគ្រប់គ្នាពួកឯងឆាប់ថយចេញភ្លាមណាម្ដងនេះបានស្អីរឹងទ្របដៃវាយចេះអាចចង្រៃយកហើយចង់រត់ហ៎ហើយចង់រត់មែនណាលបងយ៉ាងម៉េចដែរឆាប់ជួយលបងយើងផងឆាប់ជួយការពារលបងផងយ៉ាឯងទ្របដល់9នាក់ម្ដងនេះច្បាស់ជាងាប់ម្ដាយអំបញ្ញមិញនេះមិនមែនធម្មតាទេច្បាស់ជាឯងមិននឹកស្មានដល់ទេលបងធំយ៉ាងម៉េចដែរលបងធំស្លាប់ហើយលបងធំ
លុយឡើងហ្វូនេះណាខ្ញុំអត់ដឹងទេគេសម្លាប់គាត់បាត់ហើយគាត់នេះអ្នកណាសម្លាប់គេទៅឡើងដឹងទៀតហើយលោកទីងលុយឡើងហ្វូស្លាប់បាត់ទៅហើយហេតុអីបានជាស្លាប់ត្រូវអ្នកកំឡោះវាយតែម្ដាយស្លាប់តែម្ដងចាប់ប្រុសឯងអត់អីទេលោកទីងនោះលោកទីងលោកទីងមកហើយសួស្ដីលោកបងទីងអរគុណដែលឯងបានជួយសងសឹកឲ្យលបងឆាំងលបងឆាំងស៊ីវិនឆាំងនឹងមែនទេត្រូវហើយពីម្សិលមិញត្រូវអាលុយឡាហ្វូវាសម្លាប់អានឹងវាសំនឹងស្លាប់មែនអាលុយឡាហ្វូសំតែស្លាប់មែនថ្ងៃនេះខ្ញុំបានឲ្យគេតាមរវាដើម្បីសងសឹកជួសលបងឆាំងស្រាប់តែដឹងថាលោកប្អូនឯងបានសម្លាប់គេរួចទៅហើយមិនក៏មានមនុស្សស្លាប់ច្រើនម្ល៉េះលោកទីងក្រុមស្រាច់យើងមកហើយនាងទៅចាត់ការនឹងវាទៅខ្ញុំនាំប្អូននេះទៅមុនចាលបងទីងមនុស្សស្លាប់ច្រើនយ៉ាងនេះយើងដើរចេញអត់អីទេខ្ញុំបានស្បត់រួចជាស្រេចហើយបើនរណាមួយសងសឹកជួសលបងឆាំងបានខ្ញុំនឹងបំពេញបំណងគេ3យ៉ាងណាទេបំណងរបស់ខ្ញុំមានតែមួយទេគឺចង់វិលត្រឡប់ទៅហុងកុងវិញឲ្យបានទាន់ឆ្នាំ91ទេណែឯងបាននិយាយរួចហើយថាឯងមកពីហុងកុងក្នុងឆ្នាំ91យើងពិបាកជួយឯងមែននាឡិកាបែបនេះក្នុងសម័យនេះច្បាស់ជាគ្មានទេលោកមើលនៅមានទៀតនេះគឺជាទូរស័ព្ទផលិតក្នុងឆ្នាំ91ដែរឯងទូរស័ព្ទទៅរកគេមើលតើអាចបានទេខ្ញុំនឹងទូរស័ព្ទទៅរកមនុស្សចំនួន91ដែរបើឯងហៅគេបានប្រាប់តាឲ្យហៅគេផងណាអត់ណាឆ្លើយសោះអត់ណាឆ្លើយមែនប៉ុន្តែដូចជាឮសូរមនុស្សកំពុងនិយាយគ្នាជាភាសាអង់គ្លេសលោកស្ដាប់មើលវាគ្រាន់តែជាប្រអប់ផតសម្លេងមួយដែលចម្លែកប៉ុណ្ណោះមិនមែនទូរស័ព្ទទេណានេះគឺពិតជាទូរស័ព្ទដែលគេផលិតក្នុងឆ្នាំ91ក៏ប៉ុន្តែវាគ្មានអ្នកណាទទួលបើសិនជាមានគេទទួលច្បាស់ជាលោកជឿខ្ញុំជាមិនខានទេឯងជាមនុស្សចំនួនណាវាមិនសំខាន់ទេទោះជាឯងនៅហុងកុងក្នុងឆ្នាំ91ក៏ដោយតែឥឡូវនេះបានមកដល់សៀងហៃក្នុងឆ្នាំ37ទៅហើយទោះបីឯងត្រឡប់ទៅវិញក៏មិនងាយដែរមិនក៏ឯងមិនព្រមទៅជួយយើងល្អចៅសម្លាញ់លោកទឹងពេញចិត្តនឹងយើងមិនក៏ឯងមិនឆាប់អរគុណនឹងគាត់ទៅលោកពូចង់ឲ្យខ្ញុំនៅជាមួយក្រុមពីលហើយមានអីមិនល្អទៅពូក៏ក្រុមពីលឯងក៏ក្រុមពីលលោកទីងក៏ក្រុមពីលខ្ញុំមិនមែនក្រុមពីលទេតែតាឯងជាក្រុមពីលលោកតាមិនមែនក្រុមពីលលោកតាជាមនុស្សខ្ទួយជប់សិនណាយើងប្រាប់ឯងឲ្យដឹងយើងស្អប់បំផុតអ្នកណាដែលហៅយើងថាជាមនុស្សខ្ទួយតែលោកតាជាមនុស្សខ្ទួយអញមិនមែនមនុស្សខ្ទួយទេលោកតាជាមនុស្សខ្ទួយនោះអញមិនមែនមនុស្សខ្ទួយទេជាជនពីលឯងឃើញទេគាត់ជាមនុស្សខ្ទួយយើងអញជាជនពីលជាឃាតករផ្លាក់មាសត្រូវហើយឃាតករផ្លាក់មាសគឺមនុស្សខ្ទួយអញមិនមែនខ្ទួយទេគឺជាមនុស្សខ្ទួយមិនមែនខ្ទួយទេគឺជាមនុស្សខ្ទួយថាមិនមែនខ្ទួយទេគឺជាមនុស្សខ្ទួយក៏មកឲ្យឯងមនុស្សខ្ទួយយើងមិនចាំធ្វើខ្មាស់ទេយោបើថាខ្ទួយប្រាប់គេខ្ទួយមិនចាំថាមិនមែនមនុស្សខ្ទួយមិនព្រមសារភាពមិនមែនជាមនុស្សល្អទេអញមិនមែនមនុស្សខ្ទួយទេគឺជាមនុស្សខ្ទួយមែនទេគឺជាមនុស្សខ្ទួយមែនទេធុញណាឆាប់លើកវាបោះទៅក្រោមរាវបាទជួយផងខ្ញុំមិនទាន់ចង់ស្លាប់ទេជួយផងចុះសិនខ្ញុំគ្រាន់តែនិយាយលេងតាមិនបានទេនៅចំពោះមុខយើងគ្មានអ្នកណាអាចនិយាយលេងបានទេហើយឯងគឺមានបំណងពិតទេកុំសម្រាប់គាត់សូមជូនពរលោកសុខភាពល្អដាក់វាចុះសិនមកនេះគឺជាបំណងទី2របស់ឯងហើយឯងនេះចំឈួតមែនធ្វើឲ្យខូចអស់2បំណងហើយឥឡូវឆាប់និយាយបំណងទី3របស់ឯងមកតើចង់បានអីគឺខ្ញុំមិនបំណងទី3ចង់បានពងមាន់មាសចង់បានស្រីស្អាតចង់បានប្រុសច្រើនដើម្បីនៅការពារនិងចង់បានឡាន4ហ៎ដូចជាលោភលន់ហួសហេតុពេកលោភលន់ជាងមកកើតទេអូនមាសកុសណាបំណងទី3របស់ខ្ញុំគឺចង់បានសេចក្តីប្រាថ្នា3យ៉ាងទៀតល្អការលោភលន់គឺជាមូលដ្ឋានរបស់មនុស្សលោកយើងចូលចិត្តមនុស្សដូចឯងអញ្ចឹងវាប្រសើរជាងមនុស្សចិត្តអាក្រក់នេះគឺជាកមាសសុទ្ធរបស់យើងពេលណាឯងត្រូវការជាចាំបាច់ឯងយកកមាសនេះមកប្រគល់ឲ្យយើងនឹងបំពេញបំណងប្រាថ្នាទី3របស់ឯងឈ្មោះអីដែរអាចចង្រៃយកគេឯងឈ្មោះអញ្ចឹងនិយាយតែផ្ដាស់ខ្ញុំឈ្មោះជើសឹងអាស៊ីង
បើឯងនៅសៀងហៃតទៅទៀតឯងនឹងខ្លាយទៅជាអ្នកមានអំណាចនឹងទៅជាសេដ្ឋីថែមទៀតផងណាមិនក៏លោកដឹងព្រោះឯងគ្មានចិត្តលោភលន់លោកបងទីងខ្ញុំមិនចង់ធ្វើជាសេដ្ឋីនៅសៀងហៃនេះទេសូមឲ្យតែលោកបងជឿខ្ញុំមួយម៉ាត់គឺខ្ញុំចង់វិលទៅហុងកុងក្នុងឆ្នាំ91វិញតែប៉ុណ្ណោះទេតែខ្ញុំគ្មានវិធីទៅតល់រសោះបាទហើយចាំយើងធ្វើវិធីបញ្ចុះសពលោកបងឈាំងហើយសិនចាំយើងពិគ្រោះគ្នាតទៅទៀតណាយ៉ាងមិនទៅមានលឺទេឯងក៏ហក់តាទេដឹងអីទូរស័ព្ទ2ថ្ងៃហើយមិនក៏អត់ណាទទួលសោះយ៉ាងអញ្ចឹងមិននឹងហេតុអីទេខ្ញុំជឿបាត់ជើងតូចដល់ហើយណែឯងទ្រាំសិតទៅចាំតិចទៀតយើងទៅភ័យកពោតខាងនោះទ្រាំមកមិនខ្ញុំទ្រាំលេងបានហើយនឹងគិតយ៉ាងម៉េចមិនអីទេអញទៅសល់គេមរតកម្យ៉ាងសម្រាប់ព្យាបាលរោគបាត់ជើងតូចអញ្ចឹងឲ្យមកអញ្ចឹងហើយនេះយករបស់នេះអញប្រើតាំងពីតូចមកម្លេះលោកទីងចវាយក្រុងនៅនាងយូសៀនមកដល់ហើយខ្ញុំធ្លាប់ជួបនាងម្ដងរួចទៅហើយលោកតាមិនក៏ស៊ីគេមរតកអស់លេងយ៉ាងលោកតាយ៉ាងមិនដែរនោះខ្ញុំធ្លាប់ជួបម្ដងរួចទៅហើយជួបនៅកន្លែងណាជួបមុនជួបលោកតាឯងចង់កកាលនោះនាងមិនស្លៀកពាក់អញ្ចឹងនេះប៉ុន្តែពិតជានាងហ្នឹងខ្ញុំមានការសោកស្ដាយណាស់ចំពោះការស្លាប់របស់លោកស៊ីអរគុណហើយលោកម្ចាស់មិនបីហៅខ្ញុំលោកម្ចាស់ទេធ្វើអញ្ចឹងដូចជាគួរសមពេកណាបាត់អីទេនាងយូសៀនខ្ញុំនឹងណែនាំឲ្យស្គាល់មិត្តថ្មីរបស់ខ្ញុំម្នាក់ណាចាអាស៊ីងម្នេះម៉ាត់គេគឺជាអ្នកក្លាហានដែលបានសម្លាប់លុយឡាវហ្វូដើម្បីសងសឹកជួសលោកបងឆាំងនៅអ្នកនាងអូសួស្ដីលោកខ្ញុំស្គាល់គ្នាហើយស្គាល់គ្នាមែនអ្នកនាងស្គាល់គ្នាមែនណាលោកចៅប្រហែលជាច្រឡំមនុស្សហើយមិនមែនច្រឡំទេគឺអ្នកនាងអាស៊ីងអ្នកនាងគឺជាកូនរបស់លោកម្ចាស់ធំណាសួស្ដីអ្នកនាងគឺជាមិត្តរបស់យើងដែរលោកទីងលោកគុយអញ្ជើញមកដល់ហើយលោកទីងគេជាណាគេមកចូលរួមពិធីបុណ្យអាស៊ីងម្នាក់នោះឈ្មោះវ៉ាងជីងគុយគឺជាសត្រូវរបស់លបងទឹងដែរណាតាមមើលទៅការស្លាប់របស់លបងឆាំងច្បាស់ជាផែនការរបស់វានឹងហើយសុំទោសណាដែលខ្ញុំមកយឺតពេលបន្តិចបានមិនអីទេបើមិនបាច់មកតែម្ដងវាកាន់តែប្រសើរលបងទឹងនិយាយបានល្អមែនខ្ញុំមកនេះចង់ពិភាក្សាជាមួយលោកបងបន្តិចណាបើមិនបាច់ពិភាក្សាក៏កាន់តែប្រសើរអ្នកនាងហ្វាងជឿគេពេញចិត្តនឹងទេពកោសល្យរបស់លបងណាក៏ប៉ុន្តែលបងឈៀងគឺជាមនុស្សល្ងងឯចំណែកលបងវិញជាមនុស្សប្រសើរជាទីបំផុតខ្ញុំយល់ថាពេលនេះលបងប្រហែលជាយល់អំពីសភាពការហើយអានេះគាត់ទៅឃើញមុខក៏ដឹងថាជាមនុស្សអាក្រក់ដែរចំជាឆ្ងៃមែនតែហ្មងលោកទៅជំរាបជនជាតិជប៉ុនវិញផងទៅថាខ្ញុំអាចធ្វើអ្វីបានតែអំពើក្បត់ខ្ញុំមិនធ្វើទេស្រាជូនមិនចង់ផឹកស្រាវិន័យវិញឯងមានស្រាវិន័យសម្រាប់យើងមានអីចង់បានយើងឲ្យឯងគ្រាន់បើទៅយើងចំជាអស់ចាមែនឯងដឹងថាគេចង់និយាយអីដែរយ៉ាងម៉េចថៃក៏មិនដឹងខ្ញុំដឹងតាំងពីជំនាន់លោកតាខ្ញុំហ៎អាគ្រាន់តែរឿងប៉ុណ្ណឹងតាវិញនៅការពារលបងទិញណាលបងទិញនៅខាងនោះមានកភ្លើងយន្តត្រូវប្រយ័ត្នដោយមែនតើតែកណ្ដោះហើយឆាប់តាភ្លាម
មិនអីទេអ្នកនាងទុកចិត្តលើខ្ញុំចុះកុំព្រួយគ្មានណាមើលឃើញគាត់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 អាទាំងណាបាត់ហើយមិនក៏មិនឃើញវាអញ្ចឹងឆាប់តាមរកភ្លាមឆាប់ភ្លាមអើយតាមរកភ្លាមលឿនឡើងលឿនតោះគ្នាតាមរកទីងភ្លាមវាទៅអាចៅអីយ៉ាងមិនដែរនឹងខ្ញុំអស់កម្លាំងណាអីអស់កម្លាំងទ្រាំតិចទៅលោកយ៉ាងម៉េចហ្នឹងអត់អីទេគ្មានអីទេកុំភ័យអើយខ្ញុំខ្លាចណាកុំភ័យអីខ្ញុំអស់កម្លាំងណាបាទហើយកុំភ័យកុំភ័យណែអាស៊ីងឯងពិតជាចេះសិលមែនអីបានជាយកដៃទាំងពីរដាក់លើវិជាស្រាប់តែបាត់លោកទីងមើលលែងឃើញហ្មងទោះបីខ្ញុំនិយាយប្រាប់ថាខ្ញុំចេះសិលក៏គ្មានអ្នកណាគេជឿខ្ញុំណាហើយចុះលោកតាឯងជឿខ្ញុំដែរទេហ៎ជឿមែនជឿហើយចុះបើខ្ញុំប្រាប់ថាខ្ញុំមកពីពិភពផ្សេងជឿហើយចុះបើខ្ញុំប្រាប់ដល់ចៅលោកតាឯងជឿមិនហួសហេតុពេកទេអីម៉េចមិនហួសហេតុទេមិនហួសហេតុមែនហើយហេតុអីមកពីយើងជឿឯងនៅពេលដែលឯងជួបយើងដំបូងឯងអត់មានធ្វើបាបយើងទេម្ល៉េះហើយយើងមានចិត្តស្រឡាញ់ឯងណាមែនតែនខ្ញុំស្រឡាញ់លោកតាដែរចៅស្រឡាញ់លោកតាចៅស្រឡាញ់ស៊ូសៀនទៅណាបាត់ហើយនាងទៅវិញបាត់ហើយនាងប្រាប់ឲ្យយើងមកប្រាប់ឯងថានាងអត់ដែលបានជួបឯងទេអីមកពីនាងខ្លាចអៀនខ្មាស់ហើយមើលទៅបើអញ្ចឹងមានឯងលួចស្រឡាញ់នាងអត់ទេលោកតានិយាយផ្ដេសផ្ដាស់ហើយម៉ែនេះគេមើលឃើញមុខឯងច្បាស់អញ្ចឹងណាមើលឃើញមុខខ្ញុំម៉ែហើយអូចុះបើធ្វើអញ្ចឹងគេមើលឃើញទេអញ្ចឹងក៏គេមើលឃើញអូចុះបើអញ្ចឹងក៏គេមើលឃើញអូចុះបើធ្វើអញ្ចឹងគេរត់ទៅមើលឃើញថាឯងនឹងស្រឡាញ់នាងច្បាស់ហើយអើយធ្វើមិនទៅអញ្ចឹងនាងច្បាស់ជាដឹងហើយច្បាស់ជាដឹងហើយអញ្ចឹងហើយយើងត្រូវតែពុះពៀគ្រប់ឧបសគ្គស្រឡាញ់នាងឲ្យតល់តែបានដាច់ខាតចាំមួយផ្លែតចាំអីចាំមួយផ្លែតណាចាំអីខ្ញុំត្រូវធ្វើយ៉ាងណាវិលត្រឡប់ទៅសភាពដើមរបស់ខ្ញុំវិញឲ្យតល់បានឯងមានមជោបាយហើយនៅទេបើអញ្ចឹងដើរចង់ស្រីសិនណាធ្វើអញ្ចឹងមិនកើតមិនកំកើតអូយចង់បើលោកទីងគេល្អនឹងយើងណាហើយលោកទីងប្រហែលជាស្រឡាញ់នាងស៊ូសៀននឹងដែរយើងធ្វើអញ្ចឹងមិនកើតគេឲ្យទាំងលុយយើងនៅរស់ស៊ីកន្លែងនេះថែមទៀតផងឯងឈួតរឿងស្នេហាជារឿងសេរីនរណាក៏ធ្វើបានដែរឲ្យតែស្មោះហៅគ្នាពិធីជប់លៀងថ្ងៃនេះអូអណាស់មែនទេមែនហើយអរុនសួស្ដីខ្ញុំពិតជាមានបាបនៅក្នុងលោកនេះអ្នកណាក៏តែងតែមានបាបដែរប៉ុន្តែខ្ញុំកំពុងតែចង់ប្រព្រឹត្តអំពើបាបសូម្បីតែខាត់យ៉ាងណាក៏ខ្លួនខ្ញុំមិនព្រមស្ដាប់បើចឹងឯងបួងសួងព្រះដោយស្មោះទៅសុំកម្លាំងឲ្យខ្លាំងក្លាដើម្បីខាត់កម្លាំងចិត្តឯងឲ្យបានតែខ្ញុំចង់ដឹងថាបើសិនជាខ្ញុំធ្វើបាបទៅហើយព្រះជាម្ចាស់អត់ទោសឲ្យខ្ញុំទេបើឯងធ្វើបាបទៅហើយពិតជាចង់លុបលាងទោសរបស់ឯងខំប្រព្រឹត្តល្អព្រះជាម្ចាស់ច្បាស់ជាលើកលែងទោសឲ្យបើអញ្ចឹងខ្ញុំគ្មានអីគួរឲ្យបារម្ភទេឯងចង់ប្រព្រឹត្តអំពើបាបអីទៅរឿងនេះជារឿងអាចកំបាំងតើឲ្យចូលក្នុងទើបបានជំរាបបានចូលមកដល់កន្លែងនេះដូចជាចង្អៀតពេកហើយសុំទោសឯងយ៉ាងមិនដែរអត់អីចាត់ការរួចហើយលោកពូថាស៊ូសៀនមកទីកន្លែងនេះមិនក៏មិនឃើញមកដល់លើហើយមកដល់មែនចាប់ផ្ដើមហើយព្រះជា
ម្ចាស់នឹងជួយថែរក្សាអូអ្នកនាងស៊ូសៀនជើញមកដែរសូមជើញអ្នកនាងខ្ញុំមិនរំខានអ្នកនាងទេប្រផ្នាយសូមជើញប្រផ្នាយចោះលាសិនហើយឡប់មែនឈុនធានណាឯងទៅក្រៅមុនចាស់ណាលោកអាចារ្យខ្ញុំមានបាបនៅក្នុងលោកនេះនៅក្នុងលោកនេះណាក៏មានបាបដែរលោកអាចារ្យមិនក៏សម្លេងលោកប្រែប្រួលមិនមកកាលពីយុគមិញនេះយើងបានដេកយល់សពឃើញពីគ្រោះការងារមួយចំនួនជាមួយនឹងទេវតានិងទេវបុត្រទាំងឡាយពេលនោះយើងខំជជែកគ្នារហូតដល់ស្អកក៏រៀងខ្លួនតែមិនបានលើករឿងនាងយកមកនិយាយផងទេខ្ញុំមែនហើយព្រោះឋាននាងគឺពិតជាទេពអប្សរចុះពីឋានលើមកមែនលុះមកដល់សម័យកាលនេះនាងដល់កម្រិតនឹងរកគូព្រេងហើយព្រោះគូព្រេងរបស់នាងក៏បានស្យុតចុះមកដល់ដែរគូព្រេងមិនក៏ខ្ញុំមិនបានជួបនឹងគេអេនាងបានជួបគេម្ដងរួចហើយគេបានទៅជួយសង្គ្រោះជីវិតរបស់នាងម្ដងហើយដែរគេតើពេលនេះនាងមានចាប់អារម្មណ៍ក្នុងចិត្តថាមានបានជួបបុរសសង្ហាម្នាក់ទេមិនពិតទេអ្នកដែលគេជួយខ្ញុំនោះគេមានចរិតច្រឡឹសបើណាចរិតរបស់គេមើលទៅហាក់ដូចជាច្រឡឹសបើតែតាមធាតុពិតវិញគេជាមនុស្សភាពរៀបសារគេចេះស្រឡាញ់ស្នេហាចេះស្មោះនឹងនាងជឿសម្ដីខ្ញុំចោះមានអីល្អមើលអីល្អមើលអស់ចាមែនអ្នកនាងស៊ូសៀនកំពុងតែចាញ់បោកអាស៊ីងវិញនៅពីក្រោយនោះនៅខាងក្នុងមិនមែនលោកអាចារ្យទេលោកអាចារ្យគឺអាស៊ីងតើទំនាយថាថ្ងៃក្រោយនាងមានកូនស្រី7កូនប្រុស8ហើយនាងទៅនៅឯហុងកុងមានឡានដល់ទៅ5ឯណោះលោកអាចារ្យការយល់សពនេះដូចជាវែងឆ្ងាយណាស់នាងជឿតែខ្ញុំតែច្បាស់ជាមានសុភមង្គលជាមិនខានណែអាចារ្យនៅខាងក្នុងខ្លែងខ្លាយទេណានាងឈប់សិនខ្ញុំនិយាយមិនទាន់អស់ទេទំនាយណាខ្ញុំចង់ចូលបានទេចូលបាននៅកន្លែងចង្អៀតណាយើអាព្រាននារីមកខ្លែងខ្លាយធ្វើជាលោកអាចារ្យព្រាននារីនៅណាឯណាព្រាននារីឲ្យមិនសារភាពទៀតអត់ដឹងខ្ញុំអត់ដឹងអូចង់ធានកុំរវល់នឹងគេណាតោះអ្នកនាងស៊ូសៀនសូមអ្នកនាងមេត្តាអភ័យទោសឲ្យខ្ញុំផងទៅចុះគឺខ្ញុំធ្វើនេះដោយចេតនាល្អទេហើយថ្ងៃនេះខ្ញុំមិនជម្រាបលោកទីងទេណាតែខ្ញុំសង្ឃឹមថាគ្មានជាលើកទី2ទេតោះយើងទៅបនល្បែងរបស់យើងបានបើកជាង10ឆ្នាំមកហើយពេលនេះបើសិនជាគេយល់ព្រមឲ្យគេមកជួយយើងចុះបាទចាក់ស្ដើងបើកចេញក្រាស់នោះច្រើនដងហើយមកឯងនៅចាក់ស្ដើងទៀតខ្ញុំធ្វើយ៉ាងនេះខ្ញុំចង់ចាញ់លោកទីងណាតាមការពិតខ្ញុំមើលឃើញបាត់ហើយគឺត្រូវតែចេញ5 4 គឺក្រាស់តែខ្ញុំចាក់ស្ដើងមកវាខ្ញុំចង់ចាញ់លោកកុំឲ្យលោកអន់ចិត្តនឹងខ្ញុំណាអាណាឥឡូវកុំនិយាយច្រើនបើកស៊ីសងដែរបើកអាស៊ីងក្រែងគេតូចចិត្តរឿងអីទេដឹងហ៎ខ្ញុំជម្រាបលោកមិនបានទេខ្លាចក្រែងលោកវាយវាមិនអីទេនិយាយមកចោះបាត់បានទេអាស៊ីងបើកហើយ5 4ប្រហែលគេមើលធ្លុះគម្របលោកឡាមែនអូសួស្ដីលោកទីងសួស្ដីលោកម្ចាស់សូមស្វាគមន៍បាទអេមិនក៏ពីរអ្នកនោះនៅនឹងអញ្ចឹងកុំរវល់នឹងគេណាអាស៊ីងខ្ញុំបាននិយាយជាមួយលោកគុយរួចហើយរឿងពីថ្ងៃមុននោះគេបដិសេធមិនទទួលស្គាល់ទេខ្ញុំបានដឹងរួចទៅហើយលោកទីងបានជីងគុយមកដល់ហើយសូមអបអរសាទរចំពោះលោកដែលបានបើកបនល្បែងសម្រាប់រលួយទុកឲ្យភ្ញៀវចាយយ៉ាងនេះណាលោកតែខ្ញុំមិនស្វាគមន៍លោកទេមិនស្វាគមន៍ខ្ញុំក៏ហីទៅចុះ
តែលោកគួរតែស្វាគមន៍អ្នកនាងតៅសិនជឺដែលជាភ្ញៀវមកពីប្រទេសជប៉ុនណាជើញសួស្តីលោកទីងសួស្តីអ្នកនាងតៅកម្លាំងធានរបស់អ្នកនាងចំជាអស្ចារ្យមែនមិនធម្មតាទេលោកសរសើរខ្ញុំពេកហើយអូយអ្នកនាងតៅខ្ញុំអស់កម្លាំងពេកតោងមិនជាប់ស្មានតែចេះវិជាសម្រាប់ខ្លួនឯងស្រាប់តែឲ្យគេជំនួសតាអាចង្រៃអូយលោកទីងខ្ញុំតៅឈានជឺមិនសូវចេះលាក់លៀមទេលោកបើកបនលបែងក៏ព្រោះតែចង់ចំណេញប្រាក់ខ្ញុំមកនេះគឺចង់បានប្រាក់ពីលោកខ្លះណាអ្នកនាងចង់លេងលបែងអីដែរក្រាស់នឹងស្ដើងមាស2កេះដូរបានប្រាក់ប្រមាណទៅលោកយកប្រាក់10លានជូនអ្នកនាងតៅភ្លាមទៅចាលោកទីងអាស៊ីងមានគេមកអុកលុកហើយអាស៊ីងអ្នកនាងតៅសូមអញ្ជើញតាជីង332ស្ដើងអោះចាបើក332ស្ដើងសងប្រាក់គេហើយកន្លុកទៀតទៅ1236ស្ដើងបើ1236ស្ដើងសងគេទៅលោកទីងលេងយ៉ាងនេះតទៅទៀតមិនកើតទេគេហាក់ដូចជាមើលចានធ្លុះអញ្ចឹងមើលធ្លុះចានទៅហៅអាសឹងឲ្យមកជួបខ្ញុំចានេះគឺជាថ្នាំប្រសាទណាឆាប់យកទៅឲ្យគេលេបភ្លាមទៅកាលណាគេលេបចូលក្នុងខ្លួនគេនឹងដឹងខ្លួនភ្លាមឲ្យគេលេបភ្លាមទៅឲ្យលេបភ្លាមលេបទៅមានរឿងអីមានគេឈ្នះលោកម្ចាស់ទិញច្រើនណាស់នៅណានោះតាជីងអាស៊ីងដឹងខ្លួនឡើងឆ្នាំអីបានជាគេឆាប់ស្លាប់វិញម្លេះគិតអត់មិនទៅគិតយ៉ាងមិនចេះនឹកឃើញអ្នកនាងឆាប់ទៅជួយផងទៅបើមិនអញ្ចឹងទេច្បាស់គេឈ្នះលោកម្ចាស់ទិញមកហើយជួយគេយ៉ាងម៉េចទៅមកតាមខ្ញុំមកអាស៊ីងដឹងខ្លួនឡើងអាស៊ីងឲ្យឆាប់ឡើងនេះឲ្យឆាប់ឡើងជួយគេផងឆាប់ឡើងខ្ញុំជួយគេមិនទៅអោនចិត្តគេអោនចិត្តគេអោនអាស៊ីងខ្ញុំគឺយូសៀនណាគឺអ្នកនាងយូសៀនមែនណាថ្ងៃក្រោយលោកទីងលបែងក្រាស់ស្ដាងរបស់លោកមិនកឆាប់ចាញ់ខ្ញុំខ្លាំងម្លេះបើខ្ញុំលេងតែមួយក្បាលទៀតបនលបែងរបស់លោកនឹងត្រូវបិទទ្វារហើយមិននឹកស្មានតែថ្ងៃបើកនិងថ្ងៃបិទជាមួយគ្នាអញ្ចឹងសោះខ្ញុំបើកបនលបែងមិនខ្លាចអ្នកនាងឈ្នះទេខ្លាចក្រែងតែអ្នកនាងមិនហ៊ានលេងតើល្អយើងនឹងចាក់ទាំងអស់លោកត្រូវតែទទួលល្អកឡុកទៅជប់សិនតែជាងតាមការពិតគឺឯងទេឯងមិនទាន់ស្លាប់ទេឯងក៏មិនទាន់ងាប់ដែរជើងចូលក្នុងនិយាយគ្នាផ្លែសិនថយចេញសំទោសខ្ញុំទៅក្រោមផ្លែសិនថយឆ្ងាយពីឯងភ្លាមឯងគ្មានត្រូវការឯងទេតាមការពិតគឺឯងនៅរស់ប្រសើរណាឯងគ្មានត្រូវការប្រសើរទេជប់សិនឥឡូវនេះយើងបានមកជួបគ្នាទីកន្លែងនេះទាំងអស់គ្នាយើងគិតរកវិធីយ៉ាងណាត្រឡប់ទៅហុងកុងក្នុងឆ្នាំ91វិញឲ្យទាល់បានណាឯងគ្មានត្រូវការវិលត្រឡប់ទៅជាមួយឯងវិញទេបានប្រយោជន៍អីទៅកន្លែងនោះប្រាក់ខែជាង100 យិនតែប៉ុណ្ណោះបើនៅកន្លែងនេះស្រីក៏មានស្រាក៏មានសបាយហឺហាគ្រប់កន្លែងទាំងអស់អញគ្មានត្រូវការវិលត្រឡប់ទៅវិញជាដាច់ខាតទោះជាយ៉ាងណាក៏ដោយឯងគួរតែអាណិតយើងឯងគួរតែជួយយើងគួរតែរួមដៃជាមួយយើងមិនបានទេអញមកពេលនេះដើម្បីយកឈ្នះលោកទីងហើយនេះអញត្រូវតែនៅអញគ្មានពេលកម្ដរឯងទេល្អឯងមិនព្រមស្ដាប់អញនិយាយឯងកុំស្ខឹមឈ្នះអញឯងសោះមកឈីឯងមានលទ្ធភាពទេ
វិវហើយឃើញលេខ3ឃើញលេខ4អាមួយទៀតមិនដឹងលេខប្រហែលទេចំហៀងវាលេខ5ឥឡូវថាក្រាស់ទៅក្រៃលោកស្ដើងគិតឃើញណាឆាប់ចាំមកបើថាមិនដឹងទេចាំឲ្យប្រាប់ចាក់ស្ដើងទៅអាចង្រៃស្ដើងឯក្រាស់ប្រាប់យើងភ្លាមមកក្តារនេះចាក់មិនកើតទេ បើមិនចាក់មិនខ្លាចខ្មាស់គេទេចាក់ស្ដើងឯក្រាស់មើលមិនច្បាស់ទាល់សោះកុំចាំអីទៀតចាក់ណាយើងមិនចង់ខ្មាស់គេទេណាចាក់ក្រាស់ទៅចឹងចាក់ក្រាស់ប្រហែលល្អចាក់ក្រាស់1 3 4 8ស្ដើងឲ្យចាក់ម្ចាស់ទៀតគ្រាន់តែស្មានចិត្តក៏មិនត្រូវដែរយើងដែរនិយាយកុហកពីកាលឲ្យចាក់ស្ដើងព្រមចាក់ទៀតចំជាភ្លើមែនហ្មងកូនចៅរបស់លោកទីងចំជាមានថ្មីដៃពូកែមែនលោកទីងសូមលោកផ្ដល់ឱកាសទុកឲ្យខ្ញុំឈ្នះប្រាក់របស់ខ្ញុំខ្លះ10ថ្ងៃក្រោយខ្ញុំនឹងមកលេងទីនេះទៀតលោកយល់យ៉ាងម៉េចល្អដល់ពេលនោះខ្ញុំនឹងបានស្គាល់ស្នាដៃរបស់អ្នក10ថ្ងៃក្រោយបើសិនជាខ្ញុំចាញ់ខ្ញុំនឹងវាងជីងគុយត្រូវដកខ្លួនចេញពីសៀងហៃភ្លាមផ្ទុយទៅវិញលោកក៏អញ្ចឹងដែរម៉េចលោកចៅហ្វាយក្រុងជួយធ្វើជាសាក្សីណាលោកទីងសូមលោកកុំបន្ថយអីល្អខ្ញុំលោកទីងបើចាញ់ក៏សុខចិត្តដកខ្លួនចេញពីសៀងហៃដែរយើងនិយាយមកណាគឺមកនឹងទៅយើងតោះតាជីងឈប់សិនឯណាលពូអញនេះណាបន្តិចទៀតអញគង់តដឹងឯងណែតាជីងអ្នកទាំងអស់គ្នាសូមអញ្ជើញផ្ទះដៃអបអរសាទរភ្ញៀវកិត្តិយសទាំងឡាយថ្ងៃនេះលោកទីងបើកបនលបែងត្រូវធ្វើឲ្យអ្នកមានថ្វីដៃឈ្មោះអ្នកនាងតាវត្រូវចោះចាញ់លោកទីងពិតជាមានសំណាងល្អណាស់បងកុំធ្វើបាបខ្ញុំណាលោកម្ចាស់មានរឿងអីដែលខ្ញុំត្រូវធ្វើបាបនាងវាចេះមុនវិជាពិសេសរបស់វាចាំជាអស្ចារ្យអាស៊ីងវាចេះហើយលោកចេះអីខ្ញុំក៏ចេះដែរលោកចេះអារឿងកុហកហ្នឹងហ៎បើមិនជឿទេអញ្ជើញតាមខ្ញុំបង្ហាញឲ្យមើលភ្លាមមកតិចនាងចំជាតិចខ្លែងមែនគាត់និយាយប៉ុណ្ណឹងក៏ស្ដាប់បានដែរអាស៊ីងឯងមែនសំទោសណាមានការអីម៉េចមើលឯងជួយដាក់អាក្បាច់វាយគោអញម្ដាយមកដាក់ធ្វើអីដាក់ចំកដាលដើមទ្រូងអញម្ដាយភ្លាមឡើងអូលឿនឡើងមកបានមិនអីទេគ្រាន់តែយូសៀនថាមកខ្សើសោះក្បាច់វាយគោរបស់អញប្លែកដល់ហើយចាំមកផ្លែណាលោកយ៉ាងម៉េចទៅហើយឈឺណាយ៉ាងម៉េចទៅហើយឈឺណាអើយ៉ាងម៉េចឈឺណាអូយគួរតែងាប់ឲ្យឆាប់ទៅអត់ទៀតជួងធានណែជួងធានណែតាំងនាមយើងជាប្រុសត្រូវខំរលុយយើងនឹងផ្ដល់ទុនឲ្យឯងចង់បើកហាងអីអោណែលោកតាឈ្មោះចៅតាហ្វូគួរបើកហាងមាសវិញអញបើកហាងមាសមិនកើតទេអញចង់លក់នំប៉ាវវិញលក់នំប៉ាវរស់ស៊ីអាមិញរស់ទៅមែនហើយនៅកន្លែងរបស់យើងមានមនុស្សម្នាក់ស្លាប់ព្រោះតែលក់នំប៉ាវណាគេឈ្មោះអីម៉ាន់ដូណាឡូអស់ចាមែនឈ្មោះនេះដូចចម្លែកអត់ចម្លែកទេឈ្មោះនេះល្អតែមានអ្នកលេងកុនម្នាក់ឈ្មោះម៉ាន់ណាន់សុងហើយអ្នកលេងហ៊ីម្នាក់ឈ្មោះម៉ាន់ឡាំងហើយមានអ្នកចម្រៀងម្នាក់ទៀតឈ្មោះម៉ៃតាំងឡុងអញ្ចឹងយើងឈ្មោះម៉ៃតាំងហ្វូឈ្មោះនេះចំជាអស់ចាមែនសម្រាប់ចិត្តលក់នំប៉ាវហើយណាបានមែនហើយខំរស់ស៊ីមែនទេណាបានមិនទេល្អអ្នកទាំងអស់គ្នាថ្ងៃនេះអាស៊ីងគេបានជួយយើងឲ្យមានជោគជ័យខ្ញុំមានកិត្តិយសនឹងប្រកាសប្រាប់អ្នកទាំងអស់គ្នាឲ្យបានដឹងនៅរឿងសំខាន់មួយគឺជារឿងសំខាន់ក្នុងជីវិតតែម្ដងអ្នកទាំងអស់គ្នាចាំស្ដាប់ណារឿងអីទៅខ្ញុំនឹងស៊ូសៀនសម្រេចចិត្តភ្ជាប់ពាក្យនៅខែក្រោយនេះហើយអចាណែអាស៊ីងហើយកុំធ្វើអញភ័យខ្លាំងពេកអាស៊ីងកុំធ្វើអញភ័យខ្លាំងពេកអាស៊ីងលោកគ្រូពេទ្យពីរនាក់ទៅហើយនៅតែមើលគេមិនបានជាសះស្បើយទាល់តែសោះ
ម៉ែណៃហេតុអីបានជាអញ្ចឹង អូខ្ញុំមានស្គាល់លោកគ្រូពេទ្យអាឡម៉ង់ម្នាក់ដែរអញ្ជើញគាត់មកព្យាបាលច្បាស់ជាមានសង្ឃឹមជាមិនខានទេអត់ប្រយោជន៍ទេត្រូវមើលដល់ផ្លូវចិត្តវិញហ៎និយាយថាម៉េចអត់ថាម៉េចទេខ្ញុំថាជំងឺបេះដូងតើយកបេះដូងមកព្យា